តោះសួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយហើយថ្ងៃនេះផងដែរយើងមានវីដេអូថ្មីតាក់ទងទៅនឹង time frame ម៉ោងនៅពេលយើងចូល trade យើងប្រកាសជាឆ្ងល់ថាគេមានម៉ោងណាខ្លះដើម្បីយើងធ្វើការចូល trade ក្នុងហ្នឹងបងដែរយើងនឹងមានជា indicator មួយសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ indicator ហ្នឹងបងប្អូននឹងដឹងពេលវេលាឬក៏ម៉ោងដែលយើងដឹងថាខ្លួនយើងកំពុងតែ trade ហ្នឹងម៉ោងណាអញ្ចឹងណាបាទបងប្អូនទាំងអស់គ្នាមុននឹងយើងឈានដល់វីដេអូបើសិនជាបងប្អូនចូលចិត្តវីដេអូបើគិតថាវីដេអូនេះមានប្រយោជន៍ជួយធ្វើការ like share ហើយនិង comment ម្នាក់មួយផងតោះឥឡូវបងប្អូនយើងអត់ចំណាយពេលយូរទេយើងមកដល់វីដេអូយើងវិញអញ្ចឹងជាដំបូងបងប្អូនដែលអត់ទាន់មានជា trading view ណាបងប្អូនត្រូវតែ download trading view អញ្ចឹងបងប្អូនត្រូវ download មកបងប្អូនត្រូវបង្កើត account អីខ្លួនឯងទៅហើយយើង register ទៅហើយបន្តមកទៀតបងប្អូនម្ដងនេះបងប្អូនក៏ចុចចូល trading view ហើយក្នុងនេះវាមាន watch list ជាច្រើនដែលឲ្យបងប្អូននឹងធ្វើការងារស្រួលអញ្ចឹងណាអញ្ចឹងអាចមើលទៅលើក្រុមហ៊ុនផ្សេងៗដែលបងប្អូនចង់មើលតោះឥឡូវខ្ញុំអត់ចំណាយពេលយូរទេយើងទៅមើលវីដេអូដែលយើងដាក់ម៉ោងទាំងអស់គ្នាអញ្ចឹងជាដំបូងបងប្អូនចូលមក code ក៏បានឬក៏បងប្អូនចូលទៅ time frame ណាក៏បានដែរឬក៏អីក៏បានដែរហើយបងប្អូនចុចបើកកន្លែងនេះមកអញ្ចឹងដល់ពេលបងប្អូនចូលមកដល់កន្លែងនេះបងប្អូននឹងឃើញទិន្នន័យមាសឡើងចុះបែបណាអញ្ចឹងហើយបងប្អូនត្រូវទៅរកពាក្យមួយដែលយើងអាចដាក់ម៉ោងនៅលើអេក្រង់របស់យើងបានអញ្ចឹងដូចជាស្ដែងគឺវាអត់មានអីទេហើយបងប្អូនត្រូវទៅចូលមកនេះ ID កន្លែងនេះសញ្ញានេះណាអញ្ចឹងទាំងកុំព្យូទ័រទាំងអីគឺវាមានស្រាប់អញ្ចឹងបងប្អូនគ្រាន់តែចុចចូល link ចូលទៅអាកន្លែងសញ្ញាបែបហ្នឹងមកវានឹងចេញហើយប៉ុន្តែនៅក្នុងហ្នឹងវាសម្រាប់ប្រើប្រាស់ indicator ឬក៏ strategy អីផ្សេងហើយបងប្អូនមកកន្លែងនេះហើយបងប្អូន search FX market season អញ្ចឹងនៅក្នុងនេះបងប្អូនคลิกមកលើវាមកអញ្ចឹងបងប្អូននឹងទទួលបាន indicator មួយដែលក្នុងហ្នឹងវាបែងចែកជាម៉ោងឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងមានន័យថាដល់ពេលយើង trade បច្ចុប្បន្នយើងនឹងដឹងខ្លួនយើងថាយើង trade នៅម៉ោងណាអញ្ចឹងក្នុងនេះគឺវានឹងបែងចែកជា time frame ឲ្យបងប្អូនដោយពេលព្រឹកអីគឺវាមានចេញដូចគ្នាហើយក្នុងម៉ោងទាំងអស់ហ្នឹងគឺបងប្អូនអាចដឹងថាពេលយើង trade យើងកំពុងស្ថិតនៅម៉ោងណាអញ្ចឹងវីដេអូនេះនឹងឲ្យបងប្អូនយល់ហើយយប់បន្តិចទៀតវានឹងចេញម៉ោងបន្ថែមទៀតព្រោះដោយសារអីឥឡូវនេះយើង trade នៅក្នុងម៉ោង London ព្រោះនៅស្រុកខ្មែរយើងឥឡូវម៉ោង4:75ហើយបាទ4កន្លះហើយអញ្ចឹងនៅក្នុងនេះវានឹងអាចជួយសម្រួលដល់បងប្អូនឲ្យដឹងថាយើង trade នៅម៉ោងណាអីចឹងទៅអញ្ចឹង indicator នេះវាពិតជាជួយបងប្អូនច្រើនមែនទែននៅក្នុងការដឹងពេលវេលានៃការ trade អញ្ចឹងពេលខ្លះយើងឆ្ងល់ថាយើង trade នៅម៉ោងណាហើយ season នេះម៉ោងប្រទេសណាបាទអញ្ចឹងយើងប្រើ indicator នេះដើម្បីជំនួយអញ្ចឹងរបៀបតម្លៃ indicator គឺយើងអត់មានអីច្រើនទេគឺយើងមានតែប៉ុណ្្នឹងឯងហើយបើសិនជាបងប្អូនចង់បាន indicator បែបណាទៀតបងប្អូនចូល comment វីដេអូខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនយើងទាំងអស់គ្នាអញ្ចឹងអរគុណច្រើនវីដេអូនេះមានតែប៉ុណ្្នឹង